ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះភួងសៀថងនាងខ្ញុំឈ្មោះអ៊ីមលេត្រាពួកយើងជានិស្សិតមកពីវិទ្យាស្ថានស៊ីតិចឆ្នាំទី1ជំនាញទី1នៃមុខជំនាញពាណិជ្ជកម្មព័ត៌មានវិទ្យាដែលហៅកាត់ថា Business IT ថ្ងៃនេះពុកដែរពួកយើងនឹងមកនិយាយពីប្រធានបទមួយដែលនិយាយពីប្រវត្តិសាស្ត្ររបស់លោក Robert Howard ដែលវិវត្តខ្លួនខ្លះទៅជាបិតានៃការគ្រប់គ្រងមនុស្សដែលហៅកាត់ថា HRM ដែលនៅក្នុងមេរៀនទី2នៃមុខវិជ្ជា Principle of Management ដែលបង្រៀនដោយលោកគ្រូហេងសុភាដែលនៅក្នុងប្រវត្តិសាស្ត្ររបស់លោក Robert Howard នេះយើងនឹងលើកឡើងជា10ចំណុចធំៗដែលចំណុចទី1យើងនឹងនិយាយអំពីដើមកំណើតនិងជីវិតយុវវ័យលោក Robert Howard កើតនៅក្នុងគ្រួសារមួយដែលមានជីវភាពមធ្យមនៅទីក្រុងមួយដែលមានភូមិដាច់ស្រយាលនៃប្រទេស Wales ដែលលោកមានឪពុកជាជាងដែកដោយសារតែភាពវៃឆ្លាតហួសពីអាយុរបស់លោកក៏បានក្លាយទៅជាគ្រូជំនួននៅសាលាតាំងពីអាយុ7ឆ្នាំដែលនេះគឺជាចំណុចដំបូងដែលធ្វើឲ្យគាត់មានចំណាប់អារម្មណ៍ទៅលើវិស័យអប់រំនៅអាយុ10ឆ្នាំលោក Robert Owen ក៏បានសម្រេចចិត្តចាក់ចេញពីផ្ទះទៅធ្វើការនៅទីក្រុងឡុងនិងក្រោយមកនៅ Stanford លោកបានធ្វើជាកូនជាងនៅក្នុងហាងលក់ក្រណាត់មួយកន្លែងនៅទីនោះផងដែរលោកក៏បានរៀនសូត្រពីរបៀបរស់នៅរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈក្នុងអំឡុងពេលធ្វើជាកូនជាងនោះដែរលោកក៏បានចំណាយពេលជារៀងរាល់យប់ដើម្បីសិក្សានិងអាសៀវភៅគ្រប់ប្រភេទដែលគាត់អាចរកបានចំណេះដែលគាត់ទទួលបានពីការអាសៀវភៅនេះគឺលើសពីអ្វីដែលសាលាអាចផ្ដល់ទៅទៀតការយល់ដឹងពីសង្គមនិងសេដ្ឋកិច្ចតាំងពីវ័យក្មេងបានរៀបចំឲ្យលោកក្លាយទៅជាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយនិងមានចិត្តមេត្តាធម៌ចំពោះអ្នកក្រីក្រចំណុចទី2យើងនឹងនិយាយពីភាពជោគជ័យក្នុងអាជីវកម្មតាំងពីវ័យក្មេងនៅអាយុ18ឆ្នាំលោក Owen ក៏បានប្តូរទីតាំងទៅរស់នៅក្នុងទីក្រុង Manchester ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មធំបំផុតនៅពិភពលោកនៅពេលនោះលោកក៏បានខ្ចីប្រាក់ពីបងប្រុសចំនួន100ផោនដើម្បីចាប់ផ្ដើមអាជីវកម្មផលិតម៉ាស៊ីនបង្វិលអំបោះខ្នាតតូចមួយទោះបីជាអាជីវកម្មដំបូងនេះមានទំហំតូចប៉ុន្តែវាបង្ហាញពីសមត្ថភាពផ្នែកបច្ចេកទេសនិងការច្នៃប្រឌិតដ៏អស្ចារ្យរបស់លោកដោយសារតែកេរ្តិ៍ឈ្មោះនៃភាពស្មោះត្រង់និងសមត្ថភាពគ្រប់គ្រងលោកក៏ត្រូវបានគេជួលឲ្យធ្វើជាអ្នកគ្រប់គ្រងក្នុងរោងចក្រ Drinkwater ក្នុងវ័យត្រឹមតែ19ឆ្នាំលោកត្រូវគ្រប់គ្រងកម្មករជាង500នាក់ដែលភាគច្រើនមានអាយុឆ្ងាយច្រើនជាងគាត់ឆ្ងាយណាស់ទោះបីជាយ៉ាងណាលោក Owen ក៏បានបញ្ជាក់ថាការគ្រប់គ្រងមិនមែនជាការប្រើកម្លាំងបាយនោះទេប៉ុន្តែវាគឺជាការប្រើប្រាស់ប្រព័ន្ធការងារដែលច្បាស់លាស់ចំណុចទី3និយាយអំពីរបបជីវិតនៅ New Lanark នៅឆ្នាំ1799ជីវិតរបស់លោក Owen បានឈានដល់របបថ្មីដ៏សំខាន់បំផុតគឺការទិញរោងចក្រ New Lanark ពីឪពុកក្មេករបស់លោក New Lanark មិនត្រឹមតែជារោងចក្រនោះទេប៉ុន្តែវាគឺជាសហគមន៍ដ៏តូចមួយសម្រាប់មនុស្សរស់នៅរាប់ពាន់លាននាក់លោក Owen បានសម្រេចចិត្តប្រើប្រាស់ទីកន្លែងនោះដើម្បីសាកល្បងទ្រឹស្ដីសង្គមឧត្តមគតិរបស់លោកសង្គមមួយដែលល្អឥតខ្ចោះជាទីកន្លែងដែលមានមនុស្សរស់នៅដោយសុភមង្គលសមភាពនិងគ្មានបញ្ហាសង្គមនៅពេលលោកមកដល់ដំបូងបញ្ហានៅទីនោះពោពេញដោយភាពកខ្វក់ភាពក្រីក្រនិងការផឹកស្រាក្នុងចំណោមពលកម្មលោក Owen មិនបានប្រើវិធានការតឹងរឹងនោះទេប៉ុន្តែចាប់ផ្ដើមការលម្អបរិស្ថានរស់នៅដើម្បីឲ្យមានអារម្មណ៍ល្អខ្លួនជាមនុស្សមានតម្លៃលោកបានបិទលក់ស្រានិងជំនួសមកវិញលក់ទំនិញដែលមានគុណភាពខ្ពស់និងតម្លៃថោកជួយឲ្យកម្មករសន្សំសំចៃប្រាក់បានប៉ុន្តែថែមទាំងជួយឲ្យពួកគេមានសុខភាពល្អបន្តិចម្ដងNew Lanark បានកែប្រែមុខមាត់ពីតំបន់អនាធិបតេយ្យមកជាភូមិឋានដែលស្អាតនិងមានសណ្ដាប់ធ្នាប់ល្អបំផុតលទ្ធផលនៃការពិសោធន៍ឲ្យពិភពលោកភ្ញាក់ផ្អើលព្រោះលទ្ធភាពរោងចក្រកើនឡើងទ្វេដងខណៈដែលកម្មករមានសុភមង្គលជាងមុនចំណុចទី4និយាយអំពីការលុបបំបាត់ពលកម្មកុមារនៅសតវត្សទី19កុមារត្រូវបានគេចាត់ទុកថាជាកម្លាំងពលកម្មដ៏ថោកដែលងាយស្រួល
ជានឹងអាចចូលទៅដល់ការជួសជុលម៉ាស៊ីនភាគរោងចក្រភាគច្រើនជួលកុមារអាយុ5ឆ្នាំឲ្យធ្វើការរហូតដល់15ម៉ោងក្នុងមួយថ្ងៃលោកអូវិនបានមើលឃើញនេះជាការបំផ្លាញអនាគតមនុស្សជាតិនិងជាទង្វើដែលគ្មានសីលធម៌បំផុតលោកបានដាក់ចេញនៅគោលការណ៍យ៉ាងតឹងរ៉ឹងដោយមិនជួលកុមារក្រោមអាយុ10ឆ្នាំឲ្យធ្វើការរោងចក្រលោកឡើយកុមារដែលលើសពីអាយុ10ឆ្នាំលោកបានកំណត់ម៉ោងធ្វើការឲ្យខ្លីដើម្បីទុកពេលឲ្យពួកគេបានសម្រាប់និងរៀនសូត្រលោកអូវិនជឿថាដំណាក់កាលកុមារភាពគឺជាពេលសម្រាប់លេងនិងរៀនសូត្រនិងមិនមែនសម្រាប់ធ្វើជាទាសករម៉ាស៊ីននោះទេលោកបានបង្កើតបរិយាកាសមួយដែលកុមារលូតលាស់ដោយសេរីនិងមានសុខភាពល្អការយកចិត្តទុកដាក់របស់លោកលើកុមារប៉ុណ្ណោះទេប៉ុន្តែវាអាចក្លាយជាគំរូសម្រាប់ការផ្លាស់ប្ដូរពលកម្មកុមារទូទាំងពិភពលោកនេះគឺជាការវិនិយោគរយៈពេលវែងលើធនធានមនុស្សដល់ចំណុចទី5យើងនិយាយពីការបង្កើតសាលាមត្តេយ្យដំបូងគេនៅក្នុងឆ្នាំ1816លោកអូវិនបានបង្កើតវិទ្យាស្ថានសម្រាប់កសាងចរិតលក្ខណៈដែលក្នុងនោះផងដែររួមមានសាលាមត្តេយ្យដំបូងគេលោកយល់ឃើញថាការអប់រំត្រូវតែចាប់ផ្ដើមតាំងពីក្មេងដែលទើបតែចេះដាល់ដើម្បីបណ្ដុះបណ្ដាលនៅទម្លាប់ល្អៗសាលារបស់លោកមិនត្រូវការដាក់ទណ្ឌកម្មដោយដំបូងឬការបង្ខំខំនោះទេប៉ុន្តែវាជាការលើកទឹកចិត្តនិងការលេងកម្មវិធីសិក្សានៅសាលារបស់លោកមានការច្នៃប្រឌិតខ្ពស់ដោយមានការបង្រៀនតន្ត្រីការច្រៀងការរាំនិងការកម្សាន្តកុមារត្រូវបានបង្រៀនដោយចេះស្រឡាញ់គ្នាជួយគ្នានិងចេះគោរពសិទ្ធិអ្នកដទៃលោកចង់បង្កើតមនុស្សថ្មីដែលមានស្មារតីសហការជាជាងការប្រកួតប្រជែងដណ្ដើមផលប្រយោជន៍លោកអូវិនបានជួលគ្រូបង្រៀនដែលមានចិត្តមេត្តានិងយល់ចិត្តវិជ្ជាកុមារដែលឲ្យមកបង្រៀនកូនរបស់កម្មករលោកយល់ឃើញថាការអប់រំគឺជាឧបករណ៍ដ៏មានអំណាចបំផុតនៅក្នុងការផ្លាស់ប្ដូរសង្គមប្រសិនបើយើងអាចបង្រៀនក្មេងឲ្យមានចរិតលក្ខណៈល្អនោះបញ្ហាដូចជាអំពើចលកម្មការឆ្លោះប្រកែកគ្នានឹងរលាយបាត់ទៅដោយឯងនៅពេលអនាគតចំណុចទី6យើងនឹងនិយាយអំពីប្រព័ន្ធ Silent Monitor ដើម្បីគ្រប់គ្រងវិន័យការងារដោយមិនប្រកាសជេរប្រមាថលោកអូវិនបានបង្កើតឧបករណ៍មួយយ៉ាងដែលមានឈ្មោះថា Silent Monitor វាគឺជាដុំឈើដែលមានមុខ4ដែលមានពណ៌ខុសៗគ្នាដូចជាមានពណ៌ខ្មៅដែលតំណាងឲ្យអាក្រក់ពណ៌ត្នោតតំណាងឲ្យមធ្យមពណ៌លឿងតំណាងឲ្យល្អនិងពណ៌សតំណាងឲ្យល្អណាស់ដុំឈើនេះដែរត្រូវបានបិទនៅលើកន្លែងការងាររបស់កម្មករម្នាក់ៗដើម្បីបង្ហាញពីលទ្ធផលការងាររបស់ពួកគេកាលពីថ្ងៃមុនរៀងរាល់ព្រឹកអ្នកគ្រប់គ្រងនឹងបង្វិលពណ៌នៃដុំឈើនោះដោយការសង្កេតមើលទៅលើអេយ៉ាបតនិងទិន្នផលរបស់កម្មករប្រសិនបើកម្មករម្នាក់ទទួលបានពណ៌ខ្មៅលោកអូវិនមិនស្ដីបន្ទោសនោះឡើយប៉ុន្តែគាត់គ្រាន់តែដែលកាត់នឹងសម្លឹងមុខតែប៉ុណ្ណោះសម្លឹងមុខដោយក្តីបារម្ភកម្មករនឹងមានអារម្មណ៍ថាខ្មាស់អៀននិងព្យាយាមធ្វើការឲ្យបានល្អដើម្បីទទួលបានពណ៌លឿងឬក៏ពណ៌សនៅថ្ងៃបន្ទាប់ប្រព័ន្ធនេះគឺជាការប្រើប្រាស់ចិត្តវិទ្យាវិជ្ជមានក្នុងការគ្រប់គ្រងវាជួយឲ្យកម្មករដឹងពីកម្រិតសមត្ថភាពរបស់ខ្លួននិងការប្រកួតប្រជែងជាមួយខ្លួនឯងក៏ជួយកាត់បន្ថយជម្លោះរវាងអ្នកគ្រប់គ្រងនិងកម្មករព្រោះការវិតម្លៃត្រូវបានធ្វើឡើងដោយកន្លាភាពនិងគ្មានការប្រើអំពើហិង្សាចំណុចទី7និយាយអំពីគម្រោង New Harmony នៅសហរដ្ឋអាមេរិកនៅឆ្នាំ1825លោកអូវិនសម្រាប់ចិត្តលក់ភាគហ៊ុននៅ New Lanark ដើម្បីបង្កើតសង្គមថ្មីនៅសហរដ្ឋឥណ្ឌាណាសហរដ្ឋអាមេរិកបានបង្កើតលោកបានទិញដីនិងបង្កើតសមាគម New Harmony ក្នុងគោលបំណងរបស់លោកគឺចង់បង្កើតពិភពលោកមួយគ្មានវណ្ណៈគ្មានការកេងប្រវ័ញ្ចគ្មានសមភាពពេញលេញសម្រាប់មនុស្សគ្រប់រូបសង្គមនេះត្រូវបានរៀបចំឡើងឲ្យមានកសិដ្ឋានសាលារៀន
នឹងរោងចក្រដែលកម្មសិទ្ធិគ្រប់យ៉ាងមនុស្សចំនួន800នាក់មកពីទូទាំងពិភពលោកមកចូលរួមតែបញ្ហាចាន់ចាប់ផ្ដើមកើតឡើងមានដោយសារតែមនុស្សចូលរួមមិនមែនសុទ្ធតែជាអ្នកធ្វើការអ្នកប្រាជ្ញានិងអ្នកទ្រឹស្ដីច្រើនពេកប៉ុន្តែខ្វះអ្នកដាំដំណាំការគ្រប់គ្រងផ្អែកទៅលើសមភាពដាច់ខាតបានជួយឧបត្ថម្ភព្រោះអ្នកដែលខំធ្វើការខ្លាំងនិងអ្នកដែលមិនបានធ្វើការទទួលបានផលប្រយោជន៍ស្មើគ្នាទោះបីជាគម្រោងនេះត្រូវបរាជ័យប៉ុន្តែ New Harmony បានបន្សល់ទុកនៅឥទ្ធិពលយ៉ាងខ្លាំងលើប្រវត្តិសាស្ត្រនៅប្រវត្តិសាស្ត្រអាមេរិកមេរៀននេះ Owen ទទួលបានពីទីនេះពីការយល់ដឹងការគ្រប់គ្រងមនុស្សត្រូវមានឧត្តមគតិនិងការលើកទឹកចិត្តម្នាក់ចំណុចទី8និយាយអំពីសកម្មភាពចលនាសហជីពនិងសហករណ៍បន្ទាប់ពីត្រឡប់មកពីសហរដ្ឋអាមេរិកវិញលោក Owen មិនបានបោះបង់ការងារកាយតម្រង់សង្គមឡើយលោកបានក្លាយជាមេដឹកនាំចលនាសហករណ៍ដែលជួយឲ្យកម្មករទិញទំនិញនិងគ្រប់គ្រងអាជីវកម្មខ្នាតតូចខ្លួនឯងលោកចង់ឲ្យកម្មករក្លាយជាម្ចាស់វាសនារបស់ខ្លួនជាម្ចាស់រោងចក្រលោកបានបង្កើត Great National Consolidated Trade Union ដែលជាអាជីពដ៏ធំបំផុតនៅអង់គ្លេសនាពេលនោះលោកចង់ឲ្យអាជីពនេះមិនត្រឹមតែទាមទារប្រាក់ខែប៉ុណ្ណោះទេប៉ុន្តែគឺដើម្បីគ្រប់គ្រងផលិតកម្មដោយផ្ទាល់ប៉ុន្តែស្មារតីសាមគ្គីភាពដែលលោក Owen មិនអាចរលាយបាត់ឡើយសមិទ្ធផលដ៏ធំដ៏អស្ចារ្យបំផុតគឺការតស៊ូដើម្បីធ្វើការ8ម៉ោងលោកបានប្រើពាក្យស្លោកមួយថា8ម៉ោងធ្វើការ8ម៉ោងកំសាន្ត8ម៉ោងសម្រាប់លោកយល់ថាមនុស្សត្រូវមានតុល្យភាពរវាងការងារនិងជីវិតគំនិតគឺការជាអ្វីដែលពិភពលោកសម័យទំនើបកំពុងចាប់ទុកជាស្តង់ដារនិងការចាប់ផ្ដើមការរីកដុះដាលរហូតដល់សព្វថ្ងៃគោលការណ៍ជួយខ្លួនឯងនិងជួយគ្នាទៅវិញទៅមកគឺជាគន្លឹះនៃសេដ្ឋកិច្ចសង្គមលោក Owen បានបង្រៀនកម្មករឲ្យដឹងថាពួកគេមានអំណាចនៅក្នុងដៃបើសិនពួកគេរួបរวมគ្នាមានគោលដៅច្បាស់លាស់ដល់ចំណុចទី9យើងនិយាយអំពីមូលហេតុដែលគេហៅថា Father of HRM លោក Robert Owen ត្រូវបានប្រសិទ្ធនាមថាជាបិតា HRM ព្រោះលោកបានផ្លាស់ប្ដូរទ្រឹស្ដីគ្រប់គ្រងពីការបង្ខិតបង្ខំមកជាការគ្រប់គ្រងបែបវិទ្យាសាស្ត្រនិងមនុស្សធម៌លោកជាមនុស្សដំបូងដែលគេហៅបុគ្គលិកថាជាទ្រព្យសកម្មដ៏មានតម្លៃលោកជឿថាការថែទាំបុគ្គលិកឲ្យបានល្អនឹងនាំមកនូវផលិតភាពខ្ពស់ក្នុង HRM សម័យថ្មីយើងនិយាយអំពីសុខុមាលភាពបុគ្គលិកការបណ្ដុះបណ្ដាលនិងបរិស្ថានការងារដែលជាចំណុចទាំងនេះលោក Owen បានអនុវត្តរួចជាស្រេចតាំងពី200ឆ្នាំមុនលោកបានបង្ហាញថាការគ្រប់គ្រងមនុស្សមិនមែនជាគ្រាន់តែជាការបើកប្រាក់ខែនោះទេប៉ុន្តែគឺជាការយល់ដឹងពីតម្រូវការផ្លូវចិត្តនិងផ្លូវកាយរបស់ពួកគេលោកបានបង្កើតប្រព័ន្ធវិតម្លៃលទ្ធផលការងារតាមរយៈ Silent Monitor និងការលើកទឹកចិត្តហើយទាំងនេះគឺជាសសរស្តម្ភនៃវិជ្ជាជីវៈ HR ដែលអ្នកឯកទេស HR គ្រប់រូបកំពុងតែប្រើប្រាស់ក្នុងក្រុមហ៊ុននាពេលបច្ចុប្បន្នជាងនេះទៅទៀតលោកបានផ្លាស់ប្ដូរតួនាទីរបស់អ្នកគ្រប់គ្រងពីអ្នកត្រួតពិនិត្យមកជាអ្នកសម្របសម្រួលនិងអ្នកអភិវឌ្ឍការផ្ដល់តម្លៃទៅលើមនុស្សលើសពីប្រាក់ចំណេញគឺជាអ្វីដែលធ្វើឲ្យឈ្មោះរបស់លោក Robert Owen អមតៈក្នុងប្រវត្តិសាស្ត្រគ្រប់គ្រងអាជីវកម្មចំណុចទី10និយាយអំពីកេរដំណែលនិងមរណភាពលោក Robert ទទួលមរណភាពនៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ1858ក្នុងអាយុ87ឆ្នាំ
ក្នុងនៅទីក្រុងដើមកំណើទីក្រុងកំណើតរបស់លោកគឺ Newtown ទោះបីចង់បញ្ចប់នៃជីវិតលោកមិនមែនជាអ្នកមានមហាសេដ្ឋីដោយកាលពីក្មេងប៉ុន្តែលោកគឺជាមនុស្សដែលមានឥទ្ធិពលបំផុតលើគំនិតសង្គមលោកបានចំណាយទ្រព្យសម្បត្តិទាំងអស់របស់លោកដើម្បីបម្រើបុព្វហេតុមនុស្សជាតិការដំណើររបស់លោកនៅតែមានវត្តមានគ្រប់ទីកន្លែងចាប់ពីច្បាប់ការងារអន្តរជាតិរហូតដល់ប្រព័ន្ធអប់រំមត្តេយ្យរោងចក្រNew Lanark ត្រូវបានអង្គការ UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដើម្បីរំលឹកដល់បដិវត្តន៍មនុស្សធម៌ពិភពលោកចងចាំឲ្យក្នុងនាមជាអ្នកមានចិត្តសប្បុរសធម៌និងជាអ្នកកែតម្រង់ដ៏អស្ចារ្យទស្សនវិជ្ជារបស់លោកដែលថាសុភមង្គលរបស់មនុស្សគឺជាគោលការណ៍តែមួយគត់នៃរដ្ឋាភិបាលនិងសង្គមនៅក្នុងយុគសម័យបច្ចេកវិទ្យា AI និងស្វែងប្រវត្តិកម្មទ្រឹស្ដីផ្ដោតលើមនុស្សរបស់លោកអូវិនកាន់តែមានសារៈសំខាន់អភិវឌ្ឍមិនត្រូវបោះបង់តម្លៃមនុស្សជាតិចោលឡើយលោក Robert មិនមែនគ្រាន់តែជាបិតានៃ HRM ប៉ុណ្ណោះទេប៉ុន្តែលោកគឺជាមនសិការនៃបដិវត្តន៍ឧស្សាហកម្មលោកបានបង្រៀនយើងថាអាជីវកម្មដែលជោគជ័យបំផុតគឺជាអាជីវកម្មដែលផ្ដល់តម្លៃដល់មនុស្សជាតិបំផុតជាចុងបញ្ចប់នៃវីដេអូនេះពួកយើងសូមអធិស្ឋានរកកំហុសខុសឆ្គងណាមួយហើយពួកយើងសូមអរគុណសូមជម្រាបលាបាយ